ឃើញគេផ្សាយដំណឹងរហ័សថាដំណឹងរហ័សដែលថាម្ដាយរបស់លោកប្រធានកម្មសិក្ខាទទួលមរណភាពស្រីនាងខ្ញុំថាជាដំណឹងរហ័សហើយខ្ញុំចោទជាសំណួរនិងយកមកនិយាយនៅក្នុងគ្រឿងក្លែងសរសើរពីព្រោះខ្ញុំចង់ដឹងថាតើពិតឬមិនពិតណាពីព្រោះវាអត់មានឃើញប្រភពចេញពីក្រុមគ្រួសាររបស់កម្មសិក្ខាឬក៏មេធាវីរបស់កម្មសិក្ខាបានផ្សាយឃើញតែណេះប្រិយមិត្តដែលស្រឡាញ់គ្រប់គ្រងកម្មសិក្ខាផ្សាយអញ្ចឹងខ្ញុំក៏មិនដឹងយ៉ាងណាដែរខ្ញុំគ្រាន់តែចង់ចោទសួរយ៉ាងដូចនោះធម្មតាបើកាលណាគេចង់បងប្អូនមានធ្លាប់ឬខ្ញុំនិយាយរឿងណែគណៈបកប្រជាជនបើកាលណាគេសួរថាតើគោនឹងមានពណ៌អីអានឹងគេអត់ឆ្លើយចំថាគោមានពណ៌សឬក៏ពណ៌ខ្មៅទេគឺគេសរសេរតែងសេចក្តីគេថាកាលខ្ញុំពីតូចឪពុកខ្ញុំចិញ្ចឹមគោ10ក្បាលគេរៀបរាប់គេសួរថាគោពណ៌អីគេថាចាំសិនគោក្បាលទី1មានពណ៌សក្បាលទី2មានពណ៌ខ្មៅក្បាលទី3មានពណ៌ក្រហមក្បាលទី4មានពណ៌ប្រផេះរៀបរាប់ហ្នឹងដើម្បីអីបងប្អូនបើកណាឈឹមសុផាតគេចង់ណាបន្លប់ការពិតគឺគេបំភាន់តាមរយៈបង្កើតភាពคล้ายคล้ายមិសុខាដើម្បីឲ្យមនុស្សលែងជឿការពិតអានេះគេហៅថាយុទ្ធសាស្ត្រមួយនេះគេតួបង្កើតភាពคล้ายคล้ายដើម្បីឲ្យមនុស្សលែងជឿការពិតអញ្ចឹងមនុស្សនឹងយល់ឃើញថាណកឃើញទេពួកនឹងអាស្អីក៏វាប្រឌិតអាស្អីក៏វាអញ្ចឹងដែរដល់តែថ្ងៃក្រោយអ្វីដែលចេញពីនរណាម្នាក់គឺគេលែងជឿទោះជាមែនតែនក៏ដោយណាវណ្ណៈសវងគឺគេមានក្បួនដើម្បីធ្វើឲ្យវាឡប់បងប្អូនមិនដែលធ្វើឲ្យវាឡប់បើយើងនិយាយតែប៉ុន្តែនឹងវិទ្យាសាស្ត្រខ្ញុំបញ្យល់ទៅបើយើងនិយាយពីរៀនធ្វើឲ្យបែកអារម្មណ៍បើនិយាយពីបដាល់ធ្វើឲ្យបាត់ការតាំងចិត្តណាវែងដាល់គិតរឿងទៅនៅអាំងសាច់នៅមាត់សមុទ្រអីចឹងទៅនាំឲ្យគេដាល់មកដៃដួលបើនិយាយអំពីបើកឡានគឺធ្វើឲ្យផ្លឹកទាញស្មារតីបងកណ្ដុងធំសាព្រីណាអានឹងគឺក្បួនទាញអារម្មណ៍ឲ្យវាច្បោកច្បល់ឲ្យវាវង្វេងដូចគ្នាឧទាហរណ៍ថាឥឡូវបច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយដែលវាយការពិតច្រើនណាស់នៅវាមានធម្មតានៅក្នុងប្រព័ន្ធផ្សព្វផ្សាយវាមានពិតខ្លះវាមានមិនពិតខ្លះវាលេីឡំគ្នាប៉ុន្តែអាការពិតនោះវាច្រើនហើយវាវិលុកស្មារតីសតិអារម្មណ៍របស់មេដឹកនាំដល់ទៅពេលអញ្ចឹងមេដឹកនាំដើម្បីបន្សាបអាពាក្យពិតអីផ្សេងហ្នឹងគេបង្កើតអារឿងមិនពិតផ្សេងដើម្បីឲ្យវាធ្លាក់មកលើយើងដល់លើក្រោយឡើងយើងអ្នកថាទៅរឿងហ្នឹងគេឡើងជឿគេថាអូនេះវប្បធម៌ពួកហ្នឹងថានិតកុកស៊ីវាទៅជាពិតអាហ្នឹងគេហៅថាខ្មែរយើងមានពាក្យថាគេបន្លប់និយាយបន្លប់អានិយាយបន្លប់ក៏ជាពាក្យរបស់ខ្មែរយើងអាធ្វើបន្លប់ក៏និយាយពាក្យខ្មែរយើងអាហ្នឹងគេហៅថាឲ្យវាវិលក្បង់តែម្ដងអញ្ចឹងខ្ញុំមិនដឹងអីទេថាតើព័ត៌មានហ្នឹងវាពិតឬមិនពិតយុវជនខ្មែរពីខ្ញុំសួរនេះគឺជាវិទ្យាសាស្ត្រហើយបើសិនវាពិតបើសិនវាពិតខ្ញុំចេញចូលរួមរំលែកទុកហើយបងប្អូនមានពេលខ្លះបងប្អូនមានធ្លាប់ឮខ្ញុំនិយាយសារមួយសំខាន់សូមអញ្ជើញគឺអ្វីគឺមុននឹងជឿអីមួយត្រូវមើលសារសន្តារាបើអាចណាធីរីបងប្អូននៅចាំសម្ដីសន្តារាទេសារសន្តារាហ្នឹងវាមានសារវីដេអូឬក៏អត្ថបទស្រាប់តែបងប្អូនគឺគេផ្អើលឆោឡោប្រផាត់ប្រភីងរត់ជន់ផុកស្រាប់តែចូលមើលទំព័រ Facebook សន្តារាតែមិនដឹងរឿងអីកើតឡើងសោះអត់មានអីអាលីងអាហ្នឹងគឺបងប្អូនផ្អើលសិនវរវុធខេនណាផ្អើលសិនពីព្រោះសន្តារាបើកាលណាខ្ញុំនិយាយជាសច្ចធម៌មួយប៉ុន្តែវាអាចចេះ
វាមាន2សម្មែនឆាំកូនសិស្សជាប់លេខ1ម្នាក់ប្រឡងបន្ទុក100លើ100គាត់ថាគាត់ចាំប៉ុន្តែបងប្អូនមុននឹងផ្អើលលេចាំមើលអាចទៅចូលមើល page សូនតារាសិនណាប៉ុន្តែវាមានចេះ2តែ2ទេទី1គឺរឿងឥតប្រយោជន៍ខ្ញុំមិននិយាយណាមិនមានរឿងខ្លះវាមិនចំណេញដល់សង្គមទី2រឿងហ្នឹងវាមិនពិតតែប៉ុណ្្នឹងមែនទេហើយបើថារឿងសំខាន់សម្រាប់សង្គមអានឹងគឺរ៉ែនប្រសរ៉ែនសូនតារាច្រើនតែនិយាយនៅក្នុងគ្រឿងក្លែមនៅក្នុងអត្ថបទបន្តិចបន្តួចអីចឹងទៅចូលរួមជាមួយនឹងការពិតមួយណាអញ្ចឹងពូតូចខ្ញុំគ្រាន់តែចោទជាសំណួរហ្នឹងគ្រឿងក្លែមទី2ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទួពេជ្រស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតខ្ញុំបានឃើញថ្ងៃនេះអត់មានសំណួរណាសុំតពួកអីទេមានទី1មានតែខ្ញុំសួរវិញទេពិខុគុណគុជវណ្ណាថាតើព័ត៌មានថាម្ដាយលោកប្រធានកម្មសិក្ខានឹងទទួលមរណភាពឬយ៉ាងណាចូលបងប្អូនស្រាវជ្រាវមកទៀតពីព្រោះអត់ឃើញក្រុមគ្រួសារនិងមនុស្សសាច់ញាតិចំណិតរបស់កម្មសិក្ខាបង្ហោះគីវិសាលមួយទៀតបងប្អូនដែលជាកូនសិស្សសូនតារាបងប្អូនមានកតិបណ្ឌិតធ្វើអីគឺប្រកបដោយកតិបណ្ឌិតកុំរហ័សពេកអ្នករំមិតអូទី2ដែលលើកទៅគ្រោះថ្នាក់ចរាចរណ៍ខ្ញុំធ្លាប់និយាយម្ដង2ដងរឿងគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែវានៅតែកើតមានទៀតហើយវាមិនឈប់ទេប៉ុន្តែមុននឹងខ្ញុំនិយាយរឿងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យស្លាប់កម្មករ10នាក់បើយោងតាមព័ត៌មានផ្សេងនិងរបួសច្រើនណាស់បងប្អូន30-40នាក់ខ្ញុំសូមនិយាយចិត្តគណៈបកប្រជាជនគេនឹងឆ្លើយតបខ្ញុំយ៉ាងដូចម្ដេចគេច្បាស់ជានិយាយថាគ្រោះថ្នាក់អីតែស្រុកខ្មែរនេះស្រុកជប៉ុនក៏គ្រោះថ្នាក់ដែរឈនហោគ្រោះថ្នាក់អីតែស្រុកខ្មែរស្រុកស្វីសក៏វាមានគ្រោះថ្នាក់ចរាចរណ៍ដែរសុំទានអីតែស្រុកខ្មែរស្រុកអាមេរិកក៏មានអ្នកសុំទានដែរចុះអ្នកសុំទានអីតែស្រុកខ្មែរស្រុកអង់គ្លេសក៏មានអ្នកសុំទានដែរអានឹងសរោនមនសិការកោសិកាខ្មែរគឺត្រូវតែថាអញ្ចឹងប៉ុន្តែយើងអត់អីទេគណៈបព្វជិជនគេដោះសារជាជាងដោះស្រាយគេច្រើនតែប្រៀបធៀបរឿងមួយដើម្បីលុបរឿងមួយដោយមិនដោះស្រាយបញ្ហាទេប៉ុន្តែខ្ញុំធ្លាប់និយាយម្ដងណារឿងគ្រោះថ្នាក់ចរាចរណ៍នេះខ្ញុំថាមាន4ចំណុចបងប្អូនអ្នកណាធ្លាប់ចាំទី1គ្រោះថ្នាក់ចរាចរណ៍ដោយល្បឿនទី2ដោយបញ្ហាបច្ចេកទេសមែនទេទី3ដោយបញ្ហាមនុស្សទី4ដោយបញ្ហារដ្ឋមានអ្នកណាចាំបានទេខ្ញុំរំលឹកដល់គណៈខ្ញុំនិយាយចូលមេរៀនសូនតារារំលឹកណាបញ្ហាល្បឿនយើងចោទសួរថាតើប្រទេសកម្ពុជាគ្រោះថ្នាក់ដោយសារល្បឿនឬក៏គ្រោះថ្នាក់ដោយសារមិនល្បឿនស្រីម៉ៅបើយើងនិយាយថាគ្រោះថ្នាក់ដោយសារល្បឿនបងប្អូនមានដឹងស្រុកបារាំងស្រុកអាមេរិកគេបើកល្បឿនណាដល់ផ្លូវគេឲ្យល្បឿនមួយនៅអាមេរិកគេគិតជាម៉ាយខ្ញុំពិបាកគិតណាបាទខ្ញុំនៅបារាំងគឺ130គីឡូម៉ែត្រក្នុង1ម៉ោងតាមតំបន់ណាតាមចន្លោះពីតំបន់ធម្មតាដូចគឺចន្លោះពី80ទៅ90ហ្នឹង80សម្រាប់ឡានធំលឿនបំផុតណា130ដូចអត់មានគឺអាណាបុកគ្នាផងអានេះយើងត្រូវចោទសួរតែថាមកពីល្បឿនមែនទេហើយខ្មែរយើងណាបើគាត់និយាយថាចាប់ល្បឿនបានមុខរបររកស៊ីបណ្ដោយមិនមែនយកអានឹងអនុវត្តច្បាប់ទេគឺដាក់បណ្ដោយដាក់តទៅមនុស្សមុំមកក្តៅក្រហាយជេរបចោពេញប្រទេសហ្មងចាប់ល្បឿនហ្នឹងវាគាត់តែលឺចឹងមានពោលថាកើតមុខរបរមួយទៀតមិនអានេះ10ម៉ែត្រចាប់មួយ10ម៉ែត្រចាប់មួយ10ម៉ែត្រចាប់មួយហើយដូចចឹងនោះមនុស្សធុញបងប្អូនមានដូចតែមិនធម្មតាខ្មែរយើងវាបាត់ដីដល់ចឹងទៅវាពង្រួមដីវាពង្រួមម៉ោងឲ្យដីធំមានន័យថាដូចខ្ញុំថា100នៅស្រុកបារាំងគេបើក100គីឡូម៉ែត្រក្នុង1ម៉ោងស្រុកអាមេរិកគេដល់ស្រុកអាមេរិកគេធ្វើការសឹងតែវាធ្វើការពីភ្នំពេញទៅកំពង់សោមសឹងតែមនុស្សទៅធ្វើការម៉ោងប៉ុណ្ណឹងចូលនៅអាមេរិកបើកអាច100ដែរ100គីឡូម៉ែត្រក្នុង1ម៉ោងតែខ្លះបើកឡាន1ម៉ោងទៅធ្វើការ100ម៉ែត្រខ្មែរយើងបើឲ្យបើក100គីឡូម៉ែត្រក្នុង1ម៉ោងដីខ្មែរពីភ្នំពេញទៅប៉ោយប៉ែតបើភ្នំពេញទៅ
từ bảo vật ấy nữa bao cả lá máu nó bao mà máu phật đây cho mày vật từ poi pet bao pi máu phật đây cho mày vật chứng thực cả từ khi đây cho mày thốn mà thực cả khi đây cho mày thông tao vì tao chỉ chấp là bươn chấp anh thở nó nhom dây rương mùi và tao vừa chấp tháo để bà là bươn vào cầm nắp trầm tháo chấp tháo và tao vừa tha vì tao từ chỉ một bò rọc xi chân tao lên 3 mét nên mũi 30 mét nên mũi anh nâng vì tao từ chỉ đau cả hai tao từ chỉ cả đau cả hai hơi vì ở bên trongគ្រោះថ្នាក់ចរាចរណ៍ទេណាបើសិនជារឿងមួយដែលធ្វើទៅអត់ឲ្យគ្រោះថ្នាក់ចរាចរណ៍នឹងចប់អានឹងជាមុខរបរមួយបើនិយាយពីលបឿនខេមរៈវណ្ណៈទី2និយាយអំពីបច្ចេកទេសបងប្អូនមិនបាច់និយាយទេពាក់ព័ន្ធជាមួយយានយន្តដែលគេពិនិត្យយានយន្តនឹងមានប្រព័ន្ធហ្វ្រាំងចង្កូតកង់អីខ្ញុំមិនបាច់និយាយទី3ណាបុគ្គលនឹងគឺអ្នកបើកបរនោះតើអ្នកនឹងបានរឿង2សំខាន់រឿង2សំខាន់ទី1តើអ្នកបើកបរនឹងចេះច្បាប់ដែរឬទេច្បាប់កាលណាគេប្រឡងច្បាប់ទ្រឹស្ដីនឹងដៃចង្កូតតើអ្នកនឹងមានដឹងផ្លូវអតិភិបទេមានដឹងផ្លូវបត់ឆ្វេងមានដឹងផ្លូវហាមវ៉ាមានវាអត់ដឹងតើគេហៅថាស្អីបានបើកបរហ្នឹងជាបានបើកបរហ្នឹងសោកលុយទិញយកឬក៏បានបើកបរដែលបានពីការរៀនប្រឡងជាប់តែគេហៅថា50សំណួរទៅឆ្លើយយ៉ាងហោចណាស់ក៏បាន42 43ឧទាហរណ៍ចឹងណាតែវាមានទេអត់ទេណាវាអាចទៅជាចឹងទេលឹមគឹមឈឺមកមួយទៀតស្រវឹងបើកាលណាគេនិយាយពីបុគ្គលអ្នកបើកបរគឺសំដៅទៅលើតើមនុស្សនឹងស្រវឹងទេតើមនុស្សនឹងមានបានបើកបរហើយបានបើកបរនឹងឆ្លុះបញ្ចាំងថាអ្នកនឹងបានរៀនច្បាប់បើកបរដែរឬទេទី4ចុងក្រោយគឺរដ្ឋណារដ្ឋមានន័យថាបើកាលណារដ្ឋនេះលក់បានបើកបរមិនចឹងមិនទេរដ្ឋយកចរាចរណ៍ដូចខ្ញុំនិយាយខាងដើមហ្នឹងយកការចាប់លបឿនជាមុខរបររកស៊ីវាមិនមែនជាការចាប់ពិតប្រាកដទេបើសិនជារដ្ឋណាលក់បច្ចេកទេសបងប្អូនមានដឹងឈៀក secondary omission ខ្មែរយើងប្រើពាក្យបារាំងហ្នឹងគឺចូលទៅមានឯណាដែលខ្លះហ្នឹងឡាននៅផ្ទះអង្គុយផឹកស្រាទេផ្ញើតាកាត់គ្រីឯកសារទៅស្អែកឡើងហ្នឹងគេញើអាបាញ់យកបិទប៉ាក់ព្រោះគេខ្លាចប៉ូលីសទៅវិញមែនទេដល់អាឡានហ្នឹងមានឯណាឡានមានទៅពិនិត្យបានទៅពិនិត្យផ្ទាល់បច្ចេកទេសយានយន្តអីណាឲ្យប្រហែលយើងទៅផ្ទាល់ក៏អស់លុយទៅខ្ជិលហ្នឹងហើយឆ្លៀតពងទៅផឹកស្រាសាច់ខ្លែងផងហ្នឹងឲ្យគេអស់ប្រហែល100ទៅអាបច្ចេកទេសយានយន្តហ្នឹងក៏ជប់អាបានបើកបរហ្នឹងក៏ជប់ហើយមនុស្សក៏កាន់តែស្វឹងអញ្ចឹងអាហ្នឹងគឺរដ្ឋមានន័យថាអំពើពុករលួយដល់តែពេលរដ្ឋយើងទាញទៅវិញនៅពេលណាបងប្អូនមានចាំបានទេខ្ញុំចង់តេស្តសូនតារាបន្តិចឲ្យចង់តេស្តកូនសិស្សសូនតារាបន្តិចបើកាលណាមានការស្លាប់មនុស្សច្រើននៅលើដងផ្លូវតើនរណាជាឃាតករទី1គឺថាអាអ្នកបើកនឹងវាអាចជាឃាតករនេះអាចបើកជួយយើងត្រូវសួរថាតែខ្ញុំមិនជឿថាលបឿនបងប្អូនបើសម្រាប់ខ្ញុំណាការបើកបរឲ្យតែយើងគោរពច្បាប់នឹងមានបច្ចេកទេសត្រឹមត្រូវណាលបឿនចូលរួមចំណែកតិចនេះនៅក្នុងការដែលធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ហើយដូចថាចឹងបងប្អូនជាមួយមើលនៅអាមេរិកបើកលបឿន130 140នៅបារាំងបើកលបឿន130 140ដូចអត់មានគេណាគ្រោះថ្នាក់ចរាចរណ៍អីផងហ្នឹងណាអញ្ចឹងមកពីអ្វីបងប្អូនមានធ្លាប់ចាំមុននឹងខ្ញុំចូលទៅដល់របៀបប្រធានបទទី1ណាតេស្តកូនសិស្សសូនរាបន្តិចអញ្ចឹងពីមុនខ្ញុំធ្លាប់ចោទសួរថាតើនរណាជាឃាតករច័ន្ទវណ្ណៈនរណាជាឃាតករណាតោះខ្ញុំអានបកខមមិនប្រិយមិត្តបន្តិចបងប្អូនរឿងនេះនៅប្រទេសណាក៏មានដែរគ្រាន់តែថាវាច្រើនពេកវាទៅជាជំងឺអាហ្នឹងណាដូចជំងឺមហារីកហ្នឹងនៅប្រទេសណាក៏មានដែររឹងដាគឹមប្រព័ន្ធហ្នឹងខ្ញុំស្ដៅលើរដ្ឋដែរណារំតាអង្គកំពុងទៅហៅកូនសិស្សឲ្យចូលរៀនវាយជួងរំតាអង្គវាយជួងគ្រូវាយជួងពើងអីអាដាមសៀងផ្អាប់ណា100ពិន្ទុអាដាមសៀងផ្អាប់100ពិន្ទុបាទសុកលីនលីមេងហួតគិត100ពិន្ទុម៉ុងតូ100ពិន្ទុណាបងប្អូន
បើកណាកំហុសវាជាប្រព័ន្ធណាឧទាហរណ៍ដូចជាបានបើកបរជប់ប្រព័ន្ធបច្ចេកទេសជប់ហើយមន្ត្រីប៉ូលីសចរាចរណ៍យកចរាចរណ៍ធ្វើជាមុខរបរ3ហ្នឹងបងប្អូនណាចាំបើអានោះសិនមុខរបរទាំងអស់ដូចថាក្រសួងសាធារណការវាមានមុខរបរលក់បានបើកបរទី1ទី2ក្រសួងសាធារណការមានមុខរបរលក់បច្ចេកទេសយានយន្តណាទី3ប៉ូលីសចរាចរណ៍មានមុខរបរប្រើប្រាស់ច្បាប់ចរាចរណ៍ដើម្បីផាកលុយណែផាកដូចចឹងទៅមនុស្សវាធ្វើកុំឲ្យតែប៉ូលីសផាកណែអាចាប់លបឿនក៏100 ម៉ែត្រមានមួយអង្គុយណាមីសបុនចាប់អីខៀកចាប់អាបាញ់អីហ្នឹងតាមស្តុកហ្នឹងឲ្យកប៉ិកប៉ាក់ហ្នឹងអាហ្នឹងគឺវានាំឲ្យមនុស្សនឹងបង្កើតគ្រោះថ្នាក់ចរាចរណ៍វាជាវប្បធម៌រដ្ឋវាជាច្បាប់រដ្ឋវាជាប្រព័ន្ធរដ្ឋវាជាទំនួលខុសត្រូវរបស់រដ្ឋអញ្ចឹងយើងទាញសន្និដ្ឋានទៅណាអ្នកដែលជាឃាតករសម្លាប់មនុស្សនៅលើដងផ្លូវគឺជារដ្ឋប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតវិចិត្រសួនទូរទស្សន៍តារាស្រាត់ខោជនផ្ដាច់ការនីសេផ្លាស់ប្ដូរផ្នត់កំណត់